បើសិនជាបុគ្គលម្នាក់មិនបានពិចារណាមិនបានស្ដាប់ធម៌មិនបានពិចារណាទេគឺថាចេះតែសប្បាយចិត្តធម្មតាចឹងទៅពេលណាជួបទុក្ខក៏កើតសេចក្តីសោកកើតនៅសេចក្តីលំបាកតឹងនៅក្នុងអរ៉ាពេលណាមិនជួបនៅទុក្ខទេក៏ចេះតែសប្បាយទៅតាមអារម្មណ៍ម្ដងម្កាលដែលជាអារម្មណ៍គ្រាន់តែជាភៀវហើយរស់នៅក្នុងកំណត់ទុក្ខអត់មានស្លាកស្រានហើយរកទីបំផុតគ្មានមិនមានភ័យជនដែលមិនបានឃើញធម៌ហ្នឹងគឺមិនមានភ័យទេជនដែលមានប្រាជ្ញាពិចារណានៅហេតុហើយនឹងផលសពគ្រប់ក៏រមែងកើតនៅសេចក្តីភ័យព្រួយក្នុងជីវិតរបស់ខ្លួនដែលកំពុងតែជួបនៅសេចក្តីទុក្ខគ្រប់យ៉ាងនៅក្នុងលោកនេះព្រះសម្មាសម្ពុទ្ធលោកបានកំណត់ខាងដើមនិងខាងចុងនៃធម៌និងកណ្ដាលនៃធម៌ចាប់ទាំងឡាយតែមានការកើតជាខាងដើមការកើតគឺកំណើតយកកំណើតជានេះយកកំណើតជានោះឲ្យទៅបានកើតមកទៅជាសត្វទៅជាបុគ្គលនឹងគឺហើយជាតិនឹងខាងដើមហើយខាងចុងគឺសេចក្តីស្លាប់នឹងទាត់ព្រះនៅខាងចុងនៃអត្តភាពយើងនេះគឺការបែកធ្លាយជាឈ្មោះនៃសេចក្តីស្លាប់ហើយចំកណ្ដាលខាងចំកណ្ដាលកើតហើយនឹងស្លាប់នឹងគឺជាការរស់នៅដែលប្រព្រឹត្តទៅជួបទៅដល់សេចក្តីទុក្ខនិងសេចក្តីសុខនៅក្នុងរាងកាយយើងសពថ្ងៃនេះគឺនៅពេលណាដែលយើងបានកើតជាស្ត្រីជាបុរសរាងកាយយើងម្នាក់របស់សត្វទាំងឡាយព្រះសម្ដែងថាសត្វទេសត្តាអាហារតិកាសត្វទាំងឡាយរស់នៅបានអាស្រ័យនឹងអាហារបើគ្មានអាហារសម្រាប់ចិញ្ចឹមជីវិតទេគឺมันអាចរស់នៅបានទេដូច្នេះកាលណាបើសត្វទាំងឡាយត្រូវការអាហារហើយគឺត្រូវមានការស្វែងរកអាហារនោះឯងហើយហើយពីព្រលឹមទល់ព្រលប់ទាំងមនុស្សទាំងសត្វឆ្លាមទាំងគូក្របីសត្វទាំងអស់ឲ្យតែមានជីវិតដោយហើយទៅសូម្បីតែជនដែលគ្មានសោះក៏គង់តែដើរសុំទានគេដើម្បីចិញ្ចឹមជីវិតដែរយើងក៏លេចមើលខ្លួនយើងម្នាក់